របស់ទាំង10មុខខាងក្រោមនេះរាប់ថាជាប្រភេទអាហារដែលល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាតម្រងនោមតម្រងនោមគឺជាសរីរាង្គមួយដែលវាមានតួនាទីនៅក្នុងការច្រោះកាកសំណល់និងបញ្ចេញអរម៉ូនដើម្បីរក្សាលំនឹងសម្ពាធឈាមរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយនិងផលិតទឹកនោមបើសិនជាបងប្អូនចង់ឲ្យសុខភាពរាងកាយជាពិសេសពាក់ព័ន្ធជាមួយនឹងសរីរាង្គតម្រងនោមបងប្អូនល្អស្ដាប់ដល់ចាប់ទាំងអស់គ្នាថាតើអាហារទាំង10ក្រុមខាងក្រោមនេះមានអាហារអីខ្លះដែលជួយទៅដល់សុខភាពតម្រងនោមជាពិសេសបងប្អូនដែលកំពុងតែមានបញ្ហាទាក់ទងនឹងសុខភាពតម្រងនោមស្រាប់ទី1គឺជាប្រភេទបន្លែដែលល្អមែនទែនសម្រាប់សុខភាពតម្រងនោមគឺផ្កាខាត់ណានិងស្ពៃក្តោបផ្កាខាត់ណានិងស្ពៃក្តោបគឺជាប្រភេទបន្លែដែលសម្បូរទៅដោយវីតាមីន C, K ហើយនិង B ដែលវាមានសម្បូរទៅដោយជាតិកាកសរសៃខ្ពស់នៅក្នុងការជួយសម្រួលនៅក្នុងការបន្តបង់ក៏ដូចជាជួយឲ្យសុខភាពកំពឹសវិញបងប្អូននឹងល្អហើយវាថែមទាំងថែរក្សាសុខភាពតម្រងនោមបងប្អូននឹងឲ្យល្អទៀតចឹងបើសិនជាបងប្អូនដែលគាត់កំពុងតែមានបញ្ហាទាក់ទងនឹងតម្រងនោមគួរណាស់តែឆ្លៀតនៅក្នុងការញ៉ាំជាមួយនឹងបន្លែពីរប្រភេទនឹងឲ្យបានទី2គឺពាក់ព័ន្ធជាមួយនឹងស៊ុតផ្នែកពណ៌សនៅក្នុងស៊ុតផ្នែកពណ៌ក្រហមគឺវាសម្បូរទៅដោយជាតិផូស្វ័រច្រើនអញ្ចឹងបងប្អូនដែលគាត់កំពុងតែមានបញ្ហារំរងនោមគួរតែទទួលទាននៅប្រភេទស៊ុតផ្នែកពណ៌សវិញដោយវាជាប្រភពនៃប្រូតេអ៊ីនច្រើនទី3គឺជាប្រភេទគ្រឿងទេសដែលមាននៅក្នុងផ្ទះបាយបងប្អូនសឹងថាគ្រប់គ្នាហើយគឺជាប្រភេទខ្ទឹមសនៅក្នុងខ្ទឹមសគឺវាមានសម្បូរទៅដោយវីតាមីន C និង B6 ហើយវាមានតួនាទីប្រឆាំងនឹងការរលាកហើយរក្សាសម្ពាធឈាមបងប្អូនគឺបានល្អមែនទែនអញ្ចឹងបងប្អូនមិនគួរមើលរំលងជាមួយនឹងខ្ទឹមសទេគួរតែមាននៅក្នុងផ្ទះបាយជាប្រចាំទី4គឺតាក់ទងជាមួយនឹងប្រេងអូលីវនៅក្នុងប្រេងអូលីវគឺវាមិនមានជាតិខ្លាញ់និងជាតិផូស្វ័រទេគឺជាប្រភេទខ្លាញ់ដែលល្អបំផុតសម្រាប់អ្នកជំងឺដែលមានបញ្ហាតម្រងនោមបងប្អូនដឹងហើយជាតិនៅក្នុងអូមេហ្គា3ឬក៏ហៅថាពពុះប្រេងអូលីវគឺវាមានប្រសិទ្ធភាពខ្ពស់នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការរលាកការដែលបងប្អូនទទួលទាននៅប្រភេទប្រេងអូលីវគឺវាជួយសុខភាពបានច្រើនមែនទែនពាក់ព័ន្ធនឹងសរសៃឈាមពាក់ព័ន្ធជាមួយនឹងសុខភាពបេះដូងជាពិសេសគឺពាក់ព័ន្ធជាមួយនឹងបញ្ហាតម្រងនោមនឹងតែម្ដងហើយមួយទៀតបងប្អូនគួរតែបន្ថែមជាមួយនឹងអូមេហ្គា3ដែលក្នុងអូមេហ្គា3គឺជាប្រភេទខ្លាញ់ល្អដូចគ្នាវាជួយសុខភាពសរសៃឈាមវាជួយតាក់ទងនឹងបេះដូងឲ្យបងប្អូននឹងសុខភាពល្អកុំឲ្យមានលើសខ្លាញ់ផ្នែកណាមួយនៅក្នុងសរីរាង្គទី5គឺតាក់ទងជាមួយនឹងម្ទេសផ្លោកនៅក្នុងម្ទេសផ្លោកគឺវាមានសារធាតុចិញ្ចឹមនិងវីតាមីន C ហើយនិងវីតាមីន A ដែលវាជួយទៅដល់ប្រព័ន្ធភាពស៊ាំបងប្អូនឲ្យរឹងមាំហើយជាពិសេសគឺវាជួយសម្រួលទៅដល់បញ្ហាបងប្អូនដែលមានតាក់ទងជាមួយនឹងតម្រងនោមទី6គឺតាក់ទងជាមួយនឹងផ្លែម្នាស់ផ្លែម្នាស់គឺជាផ្លែឈើម្យ៉ាងដូចគ្នាដែលវាមានជាតិសរសៃច្រើននិងមានវីតាមីន C ដែលជួយទៅដល់សុខភាពរាងកាយជាពិសេសពាក់ព័ន្ធជាមួយនឹងបញ្ហាតម្រងនោមទី7តាក់ទងជាមួយនឹងផ្លែទំពាំងបាយជូរពណ៌ក្រហមនៅក្នុងផ្លែទំពាំងបាយជូរពណ៌ក្រហមក៏ជាប្រភពផ្លែឈើម្យ៉ាងដែលវាមានវីតាមីន C ច្រើននិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រឆាំងជាមួយនឹងការរលាកក្នុងរាងកាយទី8គឺតាក់ទងជាមួយនឹងសាច់ទ្រូងមាន់នៅក្នុងសាច់ទ្រូងមាន់ក៏វាសម្បូរទៅដោយប្រូតេអ៊ីនដូចគ្នានៅក្នុងការជួយសុខភាពរាងកាយជាពិសេសពាក់ព័ន្ធជាមួយនឹងបញ្ហាតម្រងនោមទី9តាក់ទងជាមួយនឹងបន្លែស្លឹកបៃតងបងប្អូននឹងហើយបន្លែស្លឹកបៃតងគឺជាប្រភេទបន្លែដែលសម្បូរទៅដោយជាតិសរសៃច្រើនដូចគ្នាវាជួយសម្រួលទាំងកំពឹសពោះវៀនវាជួយសម្រួលទាំងសរសៃឈាមហើយវាជួយទៅដល់សុខភាពតម្រងនោមបងប្អូនបានល្អប្រសើរទៀតហើយទី10ចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងខ្ញីអាចរាប់បានថាជាភ្នាក់ងារម្យ៉ាងដែលវាមានតួនាទីនៅក្នុងការប្រយុទ្ធប្រឆាំងបាក់តេរីមេរោគនៅក្នុងតម្រងនោមបងប្អូនគឺបានល្អខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ share វីដេអូនេះទុកមើលផងឬក៏ជួយចែករំលែកវីដេអូនេះដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទទួលដឹងនូវព័ត៌មាននឹងគ្រប់គ្នាហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខសប្បាយសុខភាពល្អជាពិសេសថែរក្សាតម្រងនោមបងប្អូនកុំឲ្យមានបញ្ហា